សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកទៀតហើយចង់ទៅចែកលេងជាមួយបងប្អូនបន្តិចវាតនេអង្គុយម្នាក់ឯងទៅមកកុំព្យូទ័រមិននឹងនិយាយជាមួយអ្នកណាចេះតែថតវីដេអូចោលទៅហើយដោយសារតែមើលទៅអេក្រង់នោះវាមិនអាចទៅចេះជាមួយអេក្រង់បានក៏ថតវីដេអូលេងទៅហើយមើលមុខទៅដូចជាពិបាកចិត្តស្ទើរទេមុខនេះព្រោះគិតអំពីចំណុចប្រសពនៃជីវិតតើគួរតែចាប់ផ្ដើមពីណាទៅណាគូគងវាមិនទាន់ត្រូវហើយខ្ញុំអានសភៅឃើញមានចំណុចមួយដែលដាស់ស្មារតីឲ្យវាកាត់បន្ថយភាពតានតឹងដែរសភៅនោះបានប្រាប់ថារឿងខ្លះដែលយើងមិនអាចគ្រប់គ្រងបានគួរកាត់វាចោលទៅខ្ញុំនឹកឃើញរឿងមួយចង់ប្រាប់ទៅបងប្អូនថារឿងខ្លះដែលมันអាចគ្រប់គ្រងបានវាគួរតែកាត់ចោលមែនឧទាហរណ៍ដូចយើងហៅយន្តហោះឲ្យឈប់ដើម្បីយើងឡើងជិះហៅទៅល្ងាប់ក៏ហៅយន្តហោះមិនចប់អញ្ចឹងហើយបានគិតថាវាត្រូវហើយរឿងខ្លះវាមិនអាចគ្រប់គ្រងបានអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើន